បងប្រុសគាត់សុំរបៀបធ្វើរូបនៅមុខប្រាសាទអង្គរវត្តបងប្អូនបាទមានរូបទង់ជាតិខ្មែរនេះរូបនេះបងប្អូនគាត់សុំធ្វើរូបបែបនេះអញ្ចឹងបើសិនជាបងចង់បានរូបបែបហ្នឹងខ្ញុំនឹងធ្វើបង្ហាញដល់បងអញ្ចឹងណាបងដោយសារវីដេអូមុនខ្ញុំធ្វើម្សិលហើយតែរូបរបៀបស្លៀកបំពាក់ស្លៀកពាក់បែបហូលផាមួងខ្មែរអញ្ចឹងណាអញ្ចឹងបើសិនជាបងចង់បានរូបបែបហ្នឹងខ្ញុំនឹងធ្វើបង្ហាញបងអញ្ចឹងណាហើយណាមួយខ្ញុំចង់ធ្វើវីដេអូនេះម្ដងទៀតដើម្បីឲ្យបងប្អូនយើងបានចេះដែរអញ្ចឹងណាបង្ហាញដល់នៅលើ page ខ្ញុំដើម្បីឲ្យបងប្អូនយើងបានឃើញទាំងអស់គ្នាពីរបៀបធ្វើអញ្ចឹងណាអញ្ចឹងកុំឲ្យខាត់ពេលយូរបងប្អូនចូលមកធ្វើទាំងអស់គ្នាមកជាដំបូងបងប្អូនចូលមកនេះមកនេះចូលមកកន្លែង tutorial នេះមកបន្តមកទៀតបងប្អូនវាយ Gemini ដូចមុនអញ្ចឹងដូចវីដេអូខ្ញុំធ្វើចែករំលែកមុនអញ្ចឹងបងប្អូនចូលមកកន្លែងនេះមកចូលមកកន្លែងនេះមកបងប្អូនបាទចូលមកកន្លែងហ្នឹងមកបន្តមកបងប្អូនចូលកន្លែងនេះមកនិយាយទៅវាពិបាកទេបងប្អូនបាទគ្រាន់តែយើងបដូរជាអក្សរទេគ្រាន់តែសរសេរអក្សរខុសគ្នាអញ្ចឹងណាការកាត់តរូបគឺរបៀបកាត់គឺតែមួយទេដូចតែគ្នាទេប៉ុន្តែគ្រាន់តែយើងវាយអក្សរផ្សេងគ្នាបន្តមកបងប្អូនយករូបសញ្ញាផ្លែចេកនេះមកដើម្បីយើងដាក់យករូបពិតអញ្ចឹងណាបងប្អូនបាទបន្តមកទៀតដល់កន្លែងនេះយើងដាក់ទៅសញ្ញាបូកមកដើម្បីចូលទៅយករូបយើងអញ្ចឹងណាបងប្អូនបាទទៅសញ្ញាបូកហ្នឹងមកហើយបងប្អូនចូលកន្លែងទី2នេះចូលកន្លែងទី2ហ្នឹងមកបន្តមកទៀតបងប្អូនចុចកន្លែងរូបភាពនេះមកចូលទៅយករូបខ្ញុំយករូបសិនខ្ញុំយករូបខ្ញុំនេះរូបខ្ញុំហើយបន្តមកទៀតបងប្អូនដាក់ព្រមទៅព្រមហ្នឹងលក្ខណៈជាអក្សរយើងសេបែបបត់ឲ្យចេញរូបនៅមានទង់ជាតិខ្មែរនិងរូបអង្គរវត្តនៅខាងក្រោយអញ្ចឹងណាបងប្អូនបាទអង្គរវត្តប្រាសាទអង្គរវត្តយើងបន្តមកទៀតបងប្អូនចុចកន្លែងសញ្ញាបូកនេះចុចសញ្ញាបូកហ្នឹងមកណាចុចសញ្ញាបូកចុចកន្លែងនេះព្រមរូបនេះមកចុចកន្លែងហ្នឹងបងប្អូនដាក់ព្រមដាក់អក្សរដែលខ្ញុំបានសរសេរខ្ញុំដាក់ Telegram នៅខាងក្រោម comment បងប្អូននៅក្នុងវីដេអូបងប្អូនចូលទៅយកក្នុង Telegram ហ្នឹងទៅរូបហ្នឹងខ្ញុំចែករំលែកខ្ញុំបោះចូលក្រុមហ្នឹងទាំងអស់ឲ្យតែមានរូបស្អាតវីដេអូអីប្លែកៗអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំធ្វើការ copy paste នៅក្នុងឆាតខ្ញុំបងប្អូនបាទក្នុងឆាតនេះអក្សរខ្ញុំ copy paste យកអក្សរនេះ copy paste យកបន្តមកខ្ញុំចូលទៅក្នុងវិញចូលមកកន្លែងនេះវិញហើយខ្ញុំដាក់អក្សរនេះយកអក្សរនេះ copy paste មកនេះចុចលើហ្នឹងមកបន្តមកទៀតបងប្អូនចុចកន្លែងសញ្ញាព្រួយនេះមកនេះសញ្ញាព្រួយហ្នឹងមកអញ្ចឹងវាធ្វើការ remove auto ចេញជារូបភាព AI ឲ្យយើងហើយបងប្អូនបាទនិយាយទៅធ្វើដូចវីដេអូខ្ញុំមុនដែរទេប៉ុន្តែគ្រាន់តែសរសេរអក្សរខុសគ្នាអញ្ចឹងណាបងប្អូនបាទហើយបងប្អូនចាំតិចទៅវានឹងចេញហើយរៀង slow បន្តិចបងប្អូនបាទធ្វើការ load ហើយបងប្អូនចាំតិចទៅហើយចេញមកហើយនេះបងប្អូនឃើញអត់គឺស្អាតមែនតើបងប្អូនបាទរូបបែបនេះបងប្អូនចង់បានរូបបែបណាក៏បានដែរតែបងប្អូនប្រូរូបទៅវា load ឲ្យខុសគ្នាអញ្ចឹងណាបងប្អូនបាទតែយើងដាក់អក្សរដៅក៏បានដែរហ្នឹងហើយចេញរូបបែបហ្នឹងគឺស្អាតបើសិនជាបងចង់បានរូបបែបហ្នឹងគឺខ្ញុំធ្វើបង្ហាញហើយអញ្ចឹងបងមកធ្វើតាមវីដេអូនេះទៅបើសិនជាបងប្អូនណាចង់ចេះធ្វើដោយរូបហ្នឹងដែរបងប្អូនចូលមកមើលវីដេអូហ្នឹងហើយធ្វើទៅគឺយើងធ្វើងាយៗស្រួលៗទេអត់មានអីពិបាកទេហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរបងប្អូនបាទបើសិនជាបងប្អូនចង់បានរូបភាពឬក៏វីដេអូអីប្លែកៗបងប្អូនជួយតាមដាន page ខ្ញុំម្នាក់មួយទៅហើយ YouTube ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តបន្ទាប់ទៀតអញ្ចឹងណាបងប្អូនបាទវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងបាទអរគុណបងប្អូនបាទ